បងខ្ញុំឆ្ងល់មួយអាគារមានច្រើនប្រភេទតើខ្ញុំត្រូវជ្រើសរើសម៉ាស៊ីនត្រជាក់មួយណាដែលត្រឹមត្រូវ អូខេមកចាំបងនេះគឺជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ wall mount ដែលយើងដំឡើងនៅលើជញ្ជាំងដែលអ្នកទាំងអស់គ្នាធ្លាប់ឃើញហើយភាគច្រើនគឺយើងប្រើប្រាស់នៅតាមផ្ទះទូទៅចឹងមួយទៀតនេះគឺជាប្រភេទម៉ាស៊ីនជា under ceiling ដែលយើងដំឡើងនៅក្រោមពិដានដែលភាគច្រើនយើងប្រើប្រាស់តាមប្រភេទអគារដូចជាសាលារៀន ម៉ាកហើយនិងហាងកាហ្វេដោយសារតែប្រភព under ceiling នេះគឺកម្លាំងខ្យល់វាខ្លាំងចឹងវាអាចប្រើប្រាស់សមស្របសម្រាប់ប្រភេទអគារដូចខាងលើដែលខ្ញុំបានរៀបរាប់មកចឹងនេះគឺជាប្រភេទម៉ាស៊ីនត្រជាក់ពិសេសជាងគេដែលគ្នាយើងប្រហែលជាមួយចំនួនធ្លាប់ឃើញហើយយើងទីតាំងមួយចំនួនគឺយើងមានភាពត្រជាក់ប៉ុន្តែយើងមើលអត់ឃើញម៉ាស៊ីននេះត្រូវអត់ដោយសារតែយើងដំឡើងប្រភេទ concealer នេះនៅក្នុងពិដានភាគច្រើនម៉ាស៊ីនត្រជាក់ប្រភេទនេះគេពេញនិយមប្រើប្រាស់នៅតាមសន្តាគារផ្ទះវិឡាដែលវាអាចជួយដល់សោភ័ណភាពនៅក្នុងអគាររបស់យើងសម្រាប់ម៉ាស៊ីនត្រជាក់ប្រភេទនេះគឺគេហៅថា four way cassette ដែលភាគច្រើនគេដំឡើងនៅតាមហាងកាហ្វេហើយនិង office ដោយសារតែប្រភេទម៉ាស៊ីនត្រជាក់នេះវាអាចបាញ់ខ្យល់បាន4ទិសអញ្ចឹងវាធ្វើឲ្យខ្យល់នៅក្នុងបន្ទប់របស់យើងគឺសប់ល្អបើសិនជាបងខាងបច្ចេកទេសនិងម្ចាស់គម្រោងចង់ដឹងពីព័ត៌មានបន្ថែមទាក់ទងនឹងម៉ាស៊ីនជា Panasonic អាចណាត់ជួបពួកយើងនៅតាមរយៈ link ខាងលើ Panasonic